ប្រាសាទសម្បូរព្រៃគុកមានទីតាំងស្ថិតនៅភូមិសម្បូរឃុំសម្បូរស្រុកសម្បូរខេត្តកំពង់ធំប្រាសាទនេះស្ថិតនៅតាមបណ្ដោយស្ទៀងសានដែលមានចម្ងាយប្រហែល28គីឡូម៉ែត្រភាគឦសាននៃទីរួមខេត្តកំពង់ធំនិងមានចម្ងាយប្រហែល181គីឡូម៉ែត្រពីរាជធានីអង្គរនៃខេត្តសៀមរាបនិងមានចម្ងាយប្រហែល170គីឡូម៉ែត្រពីប្រាសាទព្រះវិហារនៃខេត្តព្រះវិហារនិងមានចម្ងាយប្រហែល196គីឡូម៉ែត្រពីរាជធានីភ្នំពេញប្រាសាទសម្បូរព្រៃគុកជាប្រភេទរមណីយដ្ឋានវប្បធម៌និងប្រវត្តិសាស្ត្រដែលមានចម្ងាយប្រមាណ37គីឡូម៉ែត្របត់តាមផ្លូវជាតិ64បត់ស្ដាំតាមសាលាវិស័យកាត់តាមផ្លូវបុស្រាមោចផ្លូវនេះពេលរដូវវស្សាលិចទឹកតែយើងអាចធ្វើដំណើរឆ្ពោះទៅស្រុកសម្បូរបានតែម្ដងដែលសង់លើដីរាបស្មើមានទំហំ3000ហិកតារមណីយដ្ឋានសម្បូរព្រៃគុកជារាជធានីចាស់ឈ្មោះថាអេសានបុរៈពីសម័យនោះជាមជ្ឈមណ្ឌលនៃព្រាហ្មណ៍សាសនាដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈឬព្រះឥសូរនិយមក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់និងថ្មបាយក្រៀមលម្អទៅដោយចម្លាក់ពីលើឥដ្ឋចាក់ពុំដោយបាយអជាផ្ទាំងអំពីឥដ្ឋតែបច្ចុប្បន្នរបីអស់មួយចំនួនក្បាច់ផ្ដាយនិងការសរសេរជាពាក្យពិតប្រអប់ទ្វារធ្វើអំពីថ្មភក់ទាំងអស់ប្រាសាទនេះក៏សាងឡើងនៅរជ្ជកាលព្រះបាទឥសានវរ្ម័នទី1នៅក្នុងសតវត្សទី7គ្រិស្តសករាជ616ដល់635នាសម័យចេនឡាក្រុមប្រាសាទសម្បូរព្រៃគុកនេះត្រូវបានបោះបង់ចោលតាំងពីឆ្នាំ1971មកម្លេះហើយត្រូវបានរៀបចំសារជាថ្មីនៅឆ្នាំ1980នៃការកាប់ស្ការព្រៃគេរកឃើញមានប្រាសាទទាំងអស់ចំនួន140ប្រាសាទហើយនៅប្រាសាទទី2ទៀតរកមិនទាន់ឃើញរមណីយដ្ឋានសម្បូរព្រៃគុកចែកចេញជា4ក្រុមធំគឺក្រុមប្រាសាទខាងជើងក្រុមប្រាសាទកណ្ដាលក្រុមប្រាសាទខាងត្បូងក្រុមប្រាសាទក្ររមាសរាជធានីបុរាណដែលប្រាសាទសម្បូរព្រៃគុកត្រូវបានរកឃើញនៅពេលបច្ចុប្បន្ននេះត្រូវបានគេកំណត់ថាជាឥសានបុរៈដែលជារាជធានីនៃសម័យចេនឡានៅសតវត្សទី7ចេនឡាជាអតីតសាមន្តរដ្ឋនៃនគរភ្នំគឺជាការមួយនៃរដ្ឋដំបូងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុន្តែវាបាត់បង់ទៅវិញដោយសារមានធ្វើចម្បាំងជាមួយអាណាចក្រភ្នំនិងការកើនឡើងជាបណ្ដាអំណាចរបស់អាណាចក្រចេនឡាដោយព្រះបាទភវវរ្ម័នទី1និងបងប្អូនព្រះបាទមហេន្ទ្រវរ្ម័នទី1ឬចត្រសេនារហូតដល់បុត្ររបស់ព្រះអង្គគឺព្រះបាទឥសានវរ្ម័នទី1ដែលជាបុត្ររបស់ព្រះបាទមហេន្ទ្រវរ្ម័នទី1ដែលជាព្រះមហាក្សត្របានដណ្ដើមអំណាចពីនគរភ្នំដោយជោគជ័យដោយវាយបែកនគរភ្នំនៅរាជធានីចុងក្រោយគឺរាជធានីនរោវណ្ណគរឬភាសាចិនហៅថាណាហ្វេណាភូនបច្ចុប្បន្ននៅភ្នំអង្គរបូរីខេត្តតាកែវលក្ខណៈពិសេសបុរាណវិទ្យាក្រុមចម្បងវិមានទាំងនេះត្រូវបានគេនិយាយថាបានបង្កើតឡើងដោយព្រះបាទឥសានវរ្ម័នទី1ដែលជាបុត្រារបស់ស្ដេចចត្រាសេនាការតុបតែងដែលមានស្ថាបត្យកម្មខ្មែរនិងចម្លាក់ដែលត្រូវបានចាត់ថ្នាក់ជារចនាបថសម្បូរព្រៃគុកឈ្មោះនេះបានមកពីវិមានទាំងនេះចុះថ្ងៃទីខ្មុងច្បាស់ទី1នៃសតវត្សទី7ពីពេលនេះតទៅនេះគឺជារដ្ឋនគរលើសពីនេះទៀតស្នងបន្តជាច្រើនរជ្ជកាលស្ដេចប្រហែលជាបានរក្សាវិមានទាំងនេះជារាជធានីស្ដេចគ្រប់ព្រះអង្គសតវត្សបន្តពីការស្លាប់របស់ព្រះបាទជ័យវរ្ម័នទី1ដែលជាស្ដេចចុងក្រោយនៃនគរនៅក្នុងច្បាស់ទី2នៃសតវត្សទី7នេះគឺជារយៈពេលងងឹតមួយនៅក្នុងប្រវត្តិសាស្ត្រនៃចេនឡាទោះជាយ៉ាងណាត្រូវបានឆ្លុះបញ្ចាំងជាថ្មីម្ដងទៀតដោយមានការចូលរបស់ព្រះបាទជ័យវរ្ម័នទី2ដែលបានបង្កើតទម្រង់នៃការគ្រប់គ្រងរដ្ឋថ្មីមួយនិងនៅសម័យអង្គរមានការបង្កើតរាជធានីផ្សេងទៀតបានសម្ដៅជាប្រាសាទអង្គរនៅដើមសតវត្សទី9ការតុបតែងនៃប្រាសាទតោក្រុមកណ្ដាលមានលក្ខណៈស្រដៀងគ្នាទៅនឹងរចនាបថនៃប្រាសាទជាកម្មសិទ្ធិរបស់អំឡុងពេលនៃព្រះបាទជ័យវរ្ម័នទី2នេះជាពិសេសរូបចម្លាក់សត្វតោលក្ខណៈប្រហាក់ប្រហែលនឹងរូបចម្លាក់នេះបានរកឃើញនៅរាជធានីភ្នំអង្គរបូរីមកពីហេតុផលទាំងនេះស្មុគស្មាញនេះត្រូវបានឲ្យដឹងថាស្ថាបត្យកម្មត្រូវបានសាងសង់នៅក្នុងរយៈពេលនេះលើពីនេះសិលាចារឹកមួយចំនួននៅក្នុងប្រាសាទសម្បូរភាគខាងជើងក្រុមត្រូវបានចុះការបរិច្ឆេទនៅសតវត្សទី10ក្រោមរជ្ជកាលរបស់ស្ដេចនោះព្រះបាទរាជន្ទ្រវរ្ម័នទី2និងក្រុមប្រាសាទរោមៈដែលត្រូវទីតាំងប្រហែល3គីឡូម៉ែត្រខាងជើងពីតំបន់ប្រាសាទសំខាន់មានសិលាចារឹកផ្សេងទៀតរយៈពេលរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1ការតុបតែងនឹងរូបសំណាកមួយចំនួនផ្សេងទៀតជាកម្មសិទ្ធិរបស់រចនាបថចុងសម័យអង្គរ
ត្រូវបានបញ្ជាក់ពីប្រាសាទទាំងនេះភស្តុតាងជាប្រវត្តិសាស្ត្រនេះបានបង្ហាញថាបូជនីយធម៌ទាំងនេះត្រូវតែជាកម្មសិទ្ធិរបស់ទីក្រុងគោលនយោបាយខេត្តសំខាន់បន្ទាប់ពីរយៈពេលមុនអង្គរពីខាងលើទស្សនវិជ្ជាប្រវត្តិសាស្ត្រក្រុមនៃប្រាសាទនេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជាមិនត្រឹមតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានតំបន់ទាំងមូលនៃតំបន់អាស៊ីអាគ្នេយ៍ប្រហែលវាជាសំណង់ស្ថាបត្យកម្មសម្លេងតែមួយគត់ដែលនៅសឡាយគឺជាគំរូស្ថាបត្យកម្មនិងចម្លាក់នៅរយៈពេលដំបូងចំនួនគួរសមផងដែរសម្បត្តិបេតិកភណ្ឌពិភពលោកសូមបញ្ជាក់ថាការសម្រេចបញ្ចូលប្រាសាទសម្បូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី41នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលប្រារព្ធឡើងនៅពីថ្ងៃទី2 ទុយ12 ខែកក្កដាឆ្នាំ2017ដែលមាន193ប្រទេសជាសមាជិកនិង21ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចអនុម័តបញ្ចូលប្រាសាទសម្បូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោកនាវេលាម៉ោង 9:40 នាទីម៉ោងនៅកម្ពុជាយប់ថ្ងៃទី8 ខែកក្កដាឆ្នាំ2017នៅទីក្រុងក្រាខាវី ប្រទេសប៉ូឡូញសិលាចារឹកប្រាសាទនេះមានឈ្មោះដាងខាអ៊ីសានបុរៈជាភាសាបាលីឬសំស្ក្រឹតដែលមានន័យថាទីក្រុងរបស់ព្រះសិវៈតាមសិលាចារឹកប្រាសាទរបស់មាសលេខ K15 151នៅក្នុងសតវត្សទី6ដល់8នៃគ្រិស្តសករាជប្រវត្តិវិទូកំណត់ថារាជធានីសម្បូរព្រៃគុកដែលមានព្រះមហាក្សត្រចំនួន3សោយរាជនៅទីនោះទើបជារាជធានីនេះចន្លោះពីសតវត្សទី6ដល់8តាមរយៈសិលាចារឹកបានផ្ដល់ព័ត៌មានអំពីឈ្មោះព្រះមហាក្សត្រពិធីសាសនាការបរិច្ឆេទកសាងប្រាសាទអ្នកបម្រើប្រាសាទនិងឈ្មោះរាជធានីជាដើម